ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើពងមាន់ប្រៃអប់ក្លិនដំបូងនឹងគឺចាក់ទឹកចំនួន2លីត្រចូលក្នុងឆ្នាំងចាក់អំបិលគ្រាប់នឹងចំនួន800ក្រាមឈើអែមចំនួន3ដើមផ្កាច័ន្ទចំនួន7ផ្កាស្លឹកក្រអូបចំនួន4ស្លឹកម្រេចក្រហមនឹងចំនួន1ស្លាបព្រាបាយនេះជារូបភាពម្សៅគូមីដែលខ្ញុំប្រើចំនួន1ស្លាបព្រាកាហ្វេរួចមកដាំទឹកអំបិលនោះឲ្យពុះហើយបិទភ្លើងចង្ក្រានទុកឲ្យត្រជាក់បន្ទាប់មកខ្ញុំប្រើពងមាន់ចំនួន35គ្រាប់លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតឬពងមាន់នេះបងប្អូនចង់ប្រើពងទាក៏បានដែរបន្ទាប់ពីពងមាន់ស្ងួតហើយរៀបពងមាន់នឹងចូលក្នុងក្រឡរួចមកចាក់ទឹកអំបិលដែលយើងធ្វើឲ្យមុននឹងចូលរួចមកយកថង់មួយដាក់ទឹកអំបិលរួចហើយសង្កត់ពងមាន់យើងឲ្យលិចដើម្បីឲ្យពងមាន់នឹងប្រេះបានល្អរួចមកត្រាំពងមាន់របស់យើងនឹងរយៈពេល15ថ្ងៃទៅ20ថ្ងៃបន្ទាប់ពីបាន20ថ្ងៃមកខ្ញុំស្ងោរពងមាន់ប្រៃនឹងរយៈពេល15ទៅ20នាទីដោយបើកភ្លើងចង្ក្រាននឹងក្នុងកម្ដៅល្មមបានហើយពីព្រោះបើបើកភ្លើងខ្លាំងធ្វើឲ្យទឹកពុះកញ្ចូលខ្លាំងពេកអាចធ្វើឲ្យពងមាន់របស់យើងនឹងបែកបានក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញរបៀបដុតនិងរបៀបចំហុយពងមាន់ប្រៃក្រហមសម្រាប់យកទៅធ្វើស្នូលនំផ្សេងវិធីអប់ក្លិនពងមាន់ប្រៃអញ្ចឹងបងប្អូនមិនចាំបាច់យកពងក្រហមនឹងយកទៅត្រាំនឹងស្រាធ្វើម្ហូបអីនោះទេបងប្អូនអាចយកពងក្រហមនោះយកទៅដុតភ្លាមបានទីដុតនោះគឺយើងយកពងក្រហមដាក់ចូលថាសហើយដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់180អង្សាសេតរយៈពេល5នាទីទៅ8នាទីបើចំហុយវិញបងប្អូនដាំទឹកឲ្យពុះហើយចំហុយរយៈពេល10នាទីជាការស្រេចសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា